សូមជឿរឿងក្តាញ់នឹងទីតូចកាលពីព្រៃនាយមានក្តាញ់មួយតែងតែត្រូវឆ្កែចោះមកកំរៀងកំហែងជាញញយវាខិតខំរកម្សូរបាត់ដើម្បីទុកតបនឹងឆ្កែចោះដើរបណ្ដាកាត់បណ្ដាក៏បានជួបនឹងទីតូចសួរថាណែបងទៅណានឹងក្តាញ់ឆ្លើយថាខ្ញុំធ្វើដំណើរទៅព្រៃខាងលិចទីតូចសួរបងឯងទៅធ្វើអ្វីព្រៃនោះឆ្ងាញ់ណាស់ដានតបថាតរកអ្នកខ្លាំងដែលអាចជួយខ្ញុំបានដានក៏បានរៀបរាប់រឿងរ៉ាវទីតូចស្ដាប់ទីតូចនិយាយថាខ្ញុំគិតថាបាបងត្រូវការអ្នកជួយបងគួរទៅរកមើលសត្វដែលនៅក្បែរខ្លួនវិញប្រសើរជាងឧបមាថាមានចាបមួយលងទឹកបងគិតទៅមើលតើវាសូមឲ្យបងជួយឬក៏សូមឲ្យបងទៅរកសត្វដែលពូកែទៅឲ្យជួយវាទស្សនភាពដូចគ្នាបងគួរតែចង់ជាមួយអ្នកក្បែរខ្លួនជាមុនសិនចាំទៅស្វែងរកមិត្តដែលនៅឆ្ងាយព្រោះពេលយើងមានបញ្ហាអ្នកដែលជួយយើងទាន់ពេលវេលាគឺអ្នកនៅក្បែរខ្លួនតាំងពីពេលនោះមកសត្វទាំងពីរបានរអានគ្នាជាមិត្តរៀងរហូតគំនិតអប់រំមួយមានមិត្តនៅចិត្តតែម្នាក់ប្រសើរជាងមានមិត្ត100នាក់ដែលនៅឆ្ងាយ2អ្នកក្រគឺជាមិត្តស្និទ្ធស្នាលបំផុតដែលងាយពឹងពាក់3គុំរាប់អានចង់បានតែអ្នកមានពេកព្រោះមានតែអ្នកក្រទេដែលលះបង់កម្លាំងជួយយើងសូមអរគុណសុខភាពល្អ